ដំណើរឈានជើងឡើងទៅកាន់អំណាចកំពូលរបស់លោកតូលឹមអ្នកណាតែគិតថាបរិសម្នាក់អាចប្រើប្រាស់អំណាចប៉ូលីសដើម្បីត្រួសត្រាយផ្លូវទៅកាន់កៅអីលេខ1របស់ប្រទេសនេះជារឿងរ៉ាវពិតនៃយុទ្ធសាស្ត្រនយោបាយដ៏មុតស្រួចនិងដំណើរឡើងកាន់អំណាចកំពូលដោយគ្មានអ្នកហ៊ានតវ៉ារបស់លោកតូលឹមមួយជីវប្រវត្តិនិងចំណុចចាប់ផ្ដើមនៃការតស៊ូលោកតូលឹមកើតនៅថ្ងៃទី10ខែកក្កដាឆ្នាំ1957ក្នុងគ្រួសារដែលមានប្រវត្តិបដិវត្តន៍និងបម្រើនៅក្នុងជួរកងទ័ពប្រដាប់អាវុធឪពុករបស់លោកគឺលោកវីរៈសេនីយ៍ឯកតូងៀនដែលជាវីរៈបុរសកងកម្លាំងប្រដាប់អាវុធនិងជាអតីតនាយប៉ូលីសខេត្តហៃហ៊ឿនតាមរយៈការរស់នៅក្នុងបរិយាកាសគ្រួសារបែបនេះលោកតូលឹមត្រូវបានបណ្ដុះស្មារតីស្នេហាជាតិនិងវិន័យដ៏តឹងរ៉ឹងតាំងពីកុមារភាពលោកបានចូលរៀននៃបណ្ឌិតសភាសន្តិសុខប្រជាជនចន្លោះឆ្នាំ1974ដល់ឆ្នាំ1979និងបានចំណាយពេលស្ទើរតែមួយជីវិតការងាររបស់លោកក្នុងការកសាងបណ្ដាញនិងឥទ្ធិពលក្នុងក្រសួងសន្តិសុខសាធារណៈ2ដំណើរឈានជើងឡើងកាន់អំណាចកំពូលមានគេឈ្មោះទៅកាន់អំណាចរបស់លោកតូលឹមគឺពោពេញទៅដោយភាពអត់ធន់និងយុទ្ធសាស្ត្រដ៏មុតស្រួចដោយប្រើប្រាស់ស្ថាប័នសន្តិសុខជាខែនិងលំពែងលោកបានប្រើប្រាស់កម្រិតដៃដែកនៃក្រសួងសន្តិសុខអំឡុងឆ្នាំ2016ដល់2024ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈលោកគឺជាដៃស្ដាំដ៏មានឥទ្ធិពលរបស់អគ្គលេខាធិការបកលោកវៀងភុងចុងក្នុងការអនុវត្តយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំដែលមានឈ្មោះថាឡាដុងយុទ្ធនាការនេះបានទម្លាក់មន្ត្រីជាន់ខ្ពស់និងថ្នាក់ដឹកនាំបកនិងអ្នកជំនួញធំៗជាច្រើនដែលធ្វើឲ្យស្ថាប័នសន្តិសុខរបស់លោកក្លាយជាកម្លាំងស្នូលដែលមិនអាចខ្វះបាននៅខែឧសភាឆ្នាំ2024លោកត្រូវបានសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋក្រោយមរណភាពរបស់លោកវៀងភុងចុងក្នុងខែសីហាឆ្នាំ2024លោកត្រូវបានជ្រើសតាំងបន្ថែមជាអគ្គលេខាធិការបកចំណុចកម្ពុជានៃអំណាចកាលពីខែមេសាឆ្នាំ2026រដ្ឋសភាវៀតណាមនីតិកាលទី16បានបោះឆ្នោតជាឯកច្ឆន្ទដល់តំណែងប្រធានរដ្ឋអាណត្តិថ្មីដល់លោកម្ដងទៀតលោកនៅតែបន្តក្តាប់តំណែងអគ្គលេខាធិការបកព្រមទាំងជាលេខាធិការគណៈកម្មការយោធាមជ្ឈិមដែលធ្វើឲ្យលោកមានអំណាចទាំងស្រុងលើបករដ្ឋនិងកងទ័ព3គោលនយោបាយនិងចក្ខុវិស័យសំខាន់បន្ទាប់ពីបានក្តាប់អំណាចទាំងស្រុងលោកតូលឹមបានរៀបចំយុទ្ធសាស្ត្រដឹកនាំប្រទេសដែលផ្ដោតទៅលើគោលនយោបាយស្នូលមួយចំនួនដូចជាការបន្តយុទ្ធនាការបោះសម្អាតអំពើពុករលួយនិងការកែទម្រង់រដ្ឋបាលលោកនៅតែបន្តយុទ្ធនាការនេះប៉ុន្តែបានបង្វិលទិសដៅឆ្ពោះទៅរកការកែទម្រង់ប្រព័ន្ធរដ្ឋបាលដើម្បីលុបបំបាត់ការភ័យខ្លាចរបស់មន្ត្រីនិងពន្លឿនការអនុម័តគម្រោងសេដ្ឋកិច្ចឬហេដ្ឋារចនាសម្ព័ន្ធដែលធ្លាប់មានភាពជាប់គាំងការប្រមូលផ្ដុំអំណាចដើម្បីសេដ្ឋកិច្ចលោកបានតែងតាំងមន្ត្រីចំណិតពីក្រសួងសន្តិសុខសាធារណៈឲ្យកាន់តំណែងគន្លឹះទាំងនៅថ្នាក់កណ្ដាលនិងថ្នាក់មូលដ្ឋានដើម្បីធានាបាននូវការឯកភាពគ្នាក្នុងការសម្រេចចិត្តនិងអនុវត្តគោលនយោបាយសេដ្ឋកិច្ចដោយគ្មានឧបសគ្គការទូតឬស័យលោកនៅតែប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសដែលមានភាពបត់បែនខ្ពស់ដោយរក្សាតុល្យភាពទំនាក់ទំនងយ៉ាងប៉ិនប្រសប់រវាងមហាអំណាចធំៗដូចជាចិនសហរដ្ឋអាមេរិករុស្ស៊ីព្រមទាំងប្រទេសក្នុងតំបន់ដើម្បីគោលបំណងទាក់ទាញវិនិយោគនិងបច្ចេកវិទ្យាថ្មីៗនូវានុវត្តន៍និងទំនើបភាវូបនីយកម្មលោកបានជំរុញយ៉ាងខ្លាំងលើការតាក់តែងច្បាប់ថ្មីៗនិងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីសម្រេចគោលដៅប្រែក្លាយប្រទេសវៀតណាមទៅជាប្រទេសដែលមានចំណូលខ្ពស់និងទំនើប4ជីវិតគ្រួសារនិងស្នេហាទោះបីជីវិតឯកជនរបស់ថ្នាក់ដឹកនាំកម្ពុជាវៀតណាមតែងតែត្រូវបានរក្សាជាការសម្ងាត់ក៏ដោយព័ត៌មានក្នុងស្រុកមួយចំនួនបានបង្ហាញឲ្យឃើញថាលោកតូលឹមមានកូនចំនួន4នាក់និងធ្លាប់ឆ្លងកាត់ចំណងអាពាហ៍ពិពាហ៍ចំនួន2ដងភរិយាទី1គឺរុកស្រីវូហុងឡូនជាប្អូនស្រីរបស់អតីតឧត្តមសេនីយ៍ប៉ូលីសភរិយាទី2បច្ចុប្បន្នលោកស្រីនៅភួងលីដែលដើរតួនាទីជាស្ត្រីទី1យ៉ាងលេចធ្លោលោកស្រីជាអតីតពិធីការនីនិងជាប្រធានផ្នែកវប្បធម៌សិល្បៈនៃទូតជាតិវៀតណាមនិងកើតក្នុងប្រកោសិល្បករជើងចាស់វត្តមានរបស់លោកស្រីនៅភូមិលីស្បែលោកតូលឹមក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនានាបានជួយធ្វើឲ្យមុខមាត់របស់មេដឹកនាំប្រទេសដែលមានប្រវត្តិជាមន្ត្រីសន្តិសុខរូបនេះកាន់តែមានភាពទន់ភ្លន់ចិត្តស្និទ្ធនិងមានមនុស្សធម៌តាមរយៈយុទ្ធសាស្ត្រការទូតវប្បធម៌គួរបញ្ជាក់ផងដែរថាលោកតូលឹមមិនត្រឹមតែជាមេដឹកនាំកំដប់ដៃដែកដែលពូកែខាងយុទ្ធសាស្ត្រសន្តិសុខប៉ុណ្ណោះទេការកើនឡើងនៅអំណាចរបស់លោកបានបង្កើតនៅមជ្ឈមណ្ឌលឥទ្ធិពលតែមួយគត់នៅវៀតណាមដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការកំណត់វាសនាសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយរបស់ប្រទេសនេះ